ត្បូងនៅ Blue Sapphire នៅកម្ពុជាគឺជាអនិច្ចធាតុមានតម្លៃខ្ពស់និងជារបស់រាជវង្សតាំងពីបុរាណវាជាប្រភេទកណ្ដិរបុរស Corundum ដែលមានពណ៌ខៀវខ្មៅឬខៀវស្រអែមដែលសារតែការរួមបញ្ចូលនៃធាតុដូចជាធាតុដែកនិងទីតានបច្ចុប្បន្នភាពនៃត្បូងនៅកម្ពុជាទីតាំងរកឃើញត្បូងនៅកម្ពុជាពីស្រុកព្រះវិហារនិងកោះកុងគឺជាភូមិសាស្ត្រមានកែច្នៃមានការរាយការណ៍ថាមានត្បូងនៅស្ទឹងត្រែងនិងមណ្ឌលគិរីផងដែរប៉ុន្តែគុណភាពអាចខុសគ្នាគុណភាពត្បូងនៅកម្ពុជាជាត្បូងនៅខ្ពស់គុណភាពមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍វាមានពណ៌ខៀវស្រអែមមានភាពថ្លាឆ្លុះនិងរឹងពឹងកម្រិតរឹងម៉ូសស្មើ9បន្ទាប់ពីពេជ្រការជួញដូរត្បូងនៅជាផលិតផលនាំចេញមានតម្លៃខ្ពស់បំផុតរបស់កម្ពុជាជាមួយនឹងទំនាក់ទំនងជាមួយប្រទេសថៃនិងស្រីលង្កាទំនិញនេះអាចត្រូវបានកែច្នៃនៅភ្នំពេញឬនាំចេញទៅឲ្យរោងចក្រកាត់ក្រិចនៅថៃវិបត្តិនិងបញ្ហាមានការរាយការណ៍ពីការជីរ៉ែខុសច្បាប់និងការបំពានលើបរិស្ថានតំបន់ជីមួយចំនួននៅក្នុងតំបន់ព្រៃឈើការពារបណ្ដាឲ្យមានការអភិវឌ្ឍអត់ការគ្រប់គ្រងសារៈសំខាន់វប្បធម៌ត្បូងនៅគេចាត់ទុកថាជាគ្រឿងអលង្ការរបស់នារីខ្មែរនិងត្រូវប្រើនៅក្នុងពិធីរាជការឬអាពាហ៍ពិពាហ៍វាមានន័យសម្រាប់ការពារបន្ថែមសិរីសួស្តីនិងការរីកចម្រើនផ្លូវជំនួញ